ក្រសួងពាណិជ្ជកម្មមានមុខងារនិងភារកិច្ចដូចទៅរួមចំណែកកសាងគោលនយោបាយពាណិជ្ជកម្មដោយឈលលើមូលដ្ឋានច្បាប់និងបទបញ្ញត្តិអន្តរជាតិពិសេសអង្គការពាណិជ្ជកម្មពិភពលោកកំណត់អំពីសន្និធិទំនិញយុទ្ធសាស្ត្រតាមដានថ្លៃទំនិញនិងដំណើរការទីផ្សារចលនានិងផ្សព្វផ្សាយការប្រើប្រាស់ដល់អតិថិជននិងចាត់វិធានការការពារផលប្រយោជន៍អ្នកប្រើប្រាស់ជួយរកទីផ្សារជូនកសិករនិងពាណិជ្ជកររៀបចំដឹកនាំនិងត្រួតពិនិត្យពាណិជ្ជកម្មក្រៅប្រទេសនិងផ្ដល់អាជ្ញាប័ណ្ណសម្រាប់ការនាំចេញនាំចូលទំនិញតាមការកំណត់របស់រាជរដ្ឋាភិបាលអនុវត្តនយោបាយដើម្បីអភិវឌ្ឍវិស័យឯកជនធានាសេរីភាពនិងការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ចាត់ចែងតាក់តែងច្បាប់ពាណិជ្ជកម្មបទបញ្ញត្តិពាណិជ្ជកម្មនិងគ្រប់គ្រងមជ្ឈមណ្ឌលតម្កល់ឯកសារនិងព័ត៌មានពាណិជ្ជកម្មគាំទ្រនិងឧបត្ថម្ភដល់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មជំរុញវិស័យពាណិជ្ជកម្មនិងវិស័យពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមការរៀបចំអភិក្រមគ្របដណ្ដប់លើវិស័យពាណិជ្ជកម្មទាំងមូលគ្រប់គ្រងនិងរៀបចំដឹកនាំការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានារៀបចំនិងគ្រប់គ្រងមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជាតិខេត្តក្រុងនិងតំបន់ជំរុញឲ្យមានតុល្យភាពទំនិញនាំចេញនាំចូលផ្សព្វផ្សាយនិងធ្វើទំនាក់ទំនងជាមួយទីផ្សារអន្តរជាតិតាមរយៈការដាក់តំណាងពាណិជ្ជកម្មដើម្បីលើកទិសដៅអភិវឌ្ឍវិស័យពាណិជ្ជកម្មក្រៅប្រទេសឈលលើមូលដ្ឋានសេដ្ឋកិច្ចទីផ្សារសិក្សាស្រាវជ្រាវស្ថានភាពសេដ្ឋកិច្ចជាតិនិងអន្តរជាតិព្រមទាំងព្យាករណ៍នានាការទីផ្សារសម្រាប់ផ្សព្វផ្សាយដល់ផលិតករនិងពាណិជ្ជករដើម្បីងាយស្រួលធ្វើជំនួញនៅក្នុងនិងក្រៅប្រទេសសម្របសម្រួលការងារកម្មសិទ្ធិបញ្ហាគ្រប់គ្រងដោយផ្ទាល់ម៉ាកពាណិជ្ជនាមនិងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ការសម្គាល់ភូមិសាស្ត្រទំនិញនិងការការពារព័ត៌មានសម្ងាត់ពាណិជ្ជកម្មត្រួតពិនិត្យគុណភាពបរិមាណទម្ងន់អ៊ីថាប្រភេទទំនិញនាំចេញនាំចូលបង្ក្រាបការក្លែងបន្លំគុណភាពទំនិញនៅលើទីផ្សារលើកលែងតែផលិតផលឱសថបរិក្ខារពេទ្យនិងគ្រឿងសម្អាងគ្រប់គ្រងនិងអនុវត្តបទបញ្ញត្តិនៃប្រព័ន្ធអនុគ្រោះទូទៅនិងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានាព្រមទាំងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញធ្វើអាណាព្យាបាលសភាពាណិជ្ជកម្មសហគ្រាសជំនួយរបស់រដ្ឋសហគ្រាសសេដ្ឋកិច្ចចម្រុះរដ្ឋនិងឯកជនដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្មធ្វើសហប្រតិបត្តិការនិងធ្វើសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាននិងជាមួយបណ្ដាប្រទេសនានាព្រមទាំងអង្គការអន្តរជាតិនានាកាន់កាប់បញ្ជីពាណិជ្ជកម្មនិងគ្រប់គ្រងសមត្ថភាពពាណិជ្ជកម្មដោយមានចែងក្នុងច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម